ក្រោយនៃពាក្យមីត្រូវបានប៉ូលីសចរាចរណ៍ខេត្តកំពង់ឆ្នាំងផាកពិន័យលោកអស់180000រៀលពេលនេះស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានចេញមុខបំភ្លឺថានៅថ្ងៃនេះនាយពាក់មីបានបង្ហោះនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងចាប់ផាកពិន័យលោកដោយសារបើកលបឿនលើសលបឿនកំណត់ដោយត្រូវបង់ចំនួន180000រៀលនៅក្នុងលិខិតផាកពិន័យបានបង្ហាញថាជាបទល្មើសលើសលបឿនកំណត់39គីឡូម៉ែត្រក្នុង1ម៉ោងក្រោយការបង្ហោះភ្លាមមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនបានចែករំលែកបន្តនិងលើកឡើងដោយរិះគន់ថានគរបាលចរាចរណ៍មិនគង់មកដាក់គោលដៅចាប់ផាកពិន័យត្រឹមលបឿនកំណត់30ទៅ39គីឡូម៉ែត្រក្នុង1ម៉ោងនោះឡើយពោលបើក100ឡានជាប់ទាំង100ឡានជាមួយប្រតិកម្មយ៉ាងខ្លាំងពីមហាជននៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍តូតេងច័ន្ទណាតបានបញ្ជាក់ថាការពិតនៃពាក់មីបានបើកលើសលបឿនរហូតដល់ទៅ129គីឡូម៉ែត្រក្នុង1ម៉ោងលើសលបឿនកំណត់ដែលកម្លាំងដាក់គោលដៅចាប់លបឿនត្រឹម90គីឡូម៉ែត្រក្នុង1ម៉ោងបើតាមការបញ្ជាក់របស់នគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងការដាក់គោលដៅចាប់ផាកលបឿន90តែបើអ្នកបើកបរលើសលបឿនដល់100គីឡូម៉ែត្រក្នុង1ម៉ោងគឺកម្លាំងនគរបាលមិនផាកពិន័យឡើយពោលគ្រាន់តែណែនាំនិងអប់រំប៉ុណ្ណោះបើគាត់បើកលើសដល់101គីឡូម៉ែត្រក្នុង1ម៉ោងនោះតម្រូវឲ្យផាកពិន័យជាមួយទឹកប្រាក់តែម្ដងសម្រាប់ទឹកដីខេត្តកំពង់ឆ្នាំងស្នងការនគរបាលខេត្តបានណែនាំឲ្យកម្លាំងនគរបាលចរាចរណ៍ដាក់គោលដៅចាប់ផាកលបឿនពី90គីឡូម៉ែត្រក្នុង1ម៉ោងដូច្នេះនៅក្នុងវិក័យប័ត្រដាក់ថាលើសលបឿនពី30ទៅ39គីឡូម៉ែត្រក្នុង1ម៉ោងនោះគឺគាត់បើកលើសពី90ហើយ